បាទសួស្តីបងប្អូនអ្នកគ្នាថ្ងៃនេះខ្ញុំមានវីដេអូថ្មីមួយទៀតហើយចង់ប្រាប់បង្ហាញប្រាប់បងប្អូនថាវីដេអូថ្មីបង្ហាញអំពីសកម្មភាពលក់ដូររបស់ប្រជាជនយើងណាបងប្អូននៅតំបន់ជ័យក្រុងម្ដុំចំចៅបងប្អូនឃើញសកម្មភាពចរាចរណ៍ក៏ឃើញសកម្មភាពលក់ដូរនៅទីនេះបងប្អូនកន្លែងដែលគាត់លក់ដូរនេះគឺជាប្រជាជនខ្មែរយើងដែលគាត់លក់ដូរដូចជាកន្លែងគាត់លក់គ្រឿងក្លែមយើងឃើញបងប្អូនគ្រឿងក្លែមដែលធ្វើចេញមកពីសត្វសំណក់ហ្នឹងហើយគាត់ស្លដាំមានឆ្ងាញ់ណាស់ឈ្ងុយឆ្ងាញ់របស់គាត់នៅកន្លែងនេះបងប្អូនគាត់ជាអ្នករស់ស៊ីតស៊ូប្រឹងប្រែងក្នុងមុខរបរចិញ្ចឹមជីវិតពួកគាត់ហើយបងប្អូនមើលទៅខាងនេះក៏ឃើញដែរពួកគាត់បង្កើតទីផ្សារមួយសំខាន់ណាស់ដែលខ្ញុំចង់ប្រាប់បងប្អូនថាកសិករគាត់មកបង្កើតទីផ្សារលក់ដូរនៅក្នុងតំបន់ក្រុងភ្នំពេញហ្នឹងគឺជាកន្លែងលក់ឪឡឹកបងប្អូនឪឡឹកទាំងអស់នេះគឺគាត់ដឹកពីខេត្តមកយកមកលក់នៅតំបន់ជ័យក្រុងហ្នឹងណាបងប្អូនណាហើយមានប្រជាជនចេញចូលច្រើនចូលទិញគាត់ហ្នឹងហើយម្នាក់មួយម្នាក់ពីរអញ្ចឹងទៅបងប្អូនអើយព្រោះឪឡឹកនេះឆ្ងាញ់ណាស់ជាឪឡឹកខ្មែរយើងដាំហើយគាត់ដឹកពីខេត្តមកដឹកពីខេត្តនៅជុំវិញទីក្រុងភ្នំពេញយើងហ្នឹងយកមកលក់នៅតំបន់ជ័យក្រុងនេះហើយគាត់ក៏លក់តែម្ដងបងប្អូនគាត់ធ្វើរោងដាក់លក់នៅតាមផ្លូវហ្នឹងណែបងប្អូនឃើញនេះសុទ្ធតែជាឪឡឹកបងប្អូនឪឡឹកច្រើនណាស់ហើយខ្ញុំមកចូលទិញគាត់1ឡូហើយតម្លៃសមរម្យបងប្អូនអត់ថ្លៃទេហើយឪឡឹកគាត់គឺមួយណាក៏ទុំដែរឆ្ងាញ់មែនទែនបងប្អូនហ្នឹងហើយសុទ្ធតែឪឡឹកបងប្អូនក៏ប៉ុណ្ណឹងគឺគាត់ថាគាត់ម៉ៅពីកសិករនៅតាមខេត្តយកមកលក់ដែលគាត់បង្កើតទីកន្លែងលក់មួយនៅជ័យក្រុងហ្នឹងបងប្អូនហើយមិនមែននៅផ្លូវធំអីទេគឺចូលមកក្នុងតំបន់រោងចក្រហើយក៏គាត់មិនមែនលក់នៅកន្លែងរោងចក្រដែរគាត់លក់នៅតាមផ្លូវមួយដែលមានជាផ្លូវមួយដែលធ្វើដំណើរទៅកាន់រោងចក្រអញ្ចឹងណាបងប្អូនណាផ្លូវនេះគឺជាផ្លូវមួយដែលធ្វើដំណើរទៅកាន់រោងចក្រទៅកាន់ទីប្រជុំជនម្ល៉េះហើយប្រជាជនចេញចូលច្រើនឃើញអញ្ចឹងទៅក៏ទិញហើយខ្ញុំឃើញគាត់ដាក់លក់យូរហើយថ្ងៃនេះខ្ញុំក៏ចូលទិញហើយហូបឆ្ងាញ់មែនបងប្អូនឃើញឪឡឹកច្រើនណាស់ហើយពួកអ្នកលម៉កបងប្អូនឃើញលម៉កបងប្អូនឃើញលម៉កដែលគេលក់ផ្លែឈើហ្នឹងក៏គេចូលមកទិញពួកគាត់ហ្នឹងហើយលម៉កទាំងអស់ហ្នឹងទិញពួកគាត់ចូលមកទិញគាត់ជាតម្លៃដុំយកទៅលក់នៅតាមផ្ទះជួលលក់ទៅតាមផ្ទះភូមិករប្រជាជននៅតំបន់ដែលគាត់លក់ហ្នឹងណាបងប្អូនណាអញ្ចឹងកន្លែងនេះយើងឃើញថាជាកំណត់ច្នៃប្រឌិតរបស់ប្រជាជនយើងដែលគាត់អត់ចាំបាច់លក់នៅផ្សារទេបងប្អូនគាត់គ្រាន់តែរកទីតាំងមួយសមរម្យហ្នឹងហើយរកទីតាំងមួយសមរម្យមកហ្នឹងហើយគាត់សុំទៅអាជ្ញាធរដែនដីសុំម្ចាស់ដីគេទៅគាត់ធ្វើការលក់ដូរទៅណាបងប្អូនណាអញ្ចឹងគេផ្ដល់ឱកាសឲ្យគាត់លក់ដូរបាននៅទីនេះហើយខ្ញុំក៏សរសើរពួកគាត់ផងដែរដែលគាត់លក់ផលិតផលខ្មែរហើយជួយទិញពីកសិករខ្មែរយកមកលក់ហើយបង្កើតទីផ្សារខ្លួនឯងលក់នៅតំបន់ខាងនេះបងប្អូនហើយខ្ញុំក៏ចូលទិញគាត់ហ្នឹងហើយយកមកហូបហើយមានបងប្អូនជាច្រើនចូលទៅទិញគាត់សុទ្ធតែជារបស់ល្អដែលខ្ញុំហូបទៅខ្ញុំមិនសូវជាចេះហូបឪឡឹកប្រមាណទេបងប្អូនក៏ប៉ុន្តែខ្ញុំសាកមើលឪឡឹកហ្នឹងពីព្រោះខ្ញុំដឹងថាឪឡឹកនេះជាឪឡឹកផ្លែវាតូចមិនធំទេផ្លែវាតូចអញ្ចឹងហើយធ្វើខ្ញុំចាប់អារម្មណ៍ថាឪឡឹកនេះប្រកាសជាឪឡឹករបស់ខ្មែរហើយខ្ញុំចូលសាកសួរគាត់ទៅគាត់ថាជាឪឡឹកខ្មែរយើងដាំមែនខ្មែរយើងដាំណាបងប្អូនណាអញ្ចឹងខ្ញុំហូបសាកមើលទៅឆ្ងាញ់ណាស់ហើយឪឡឹកទុំទាំងអស់ទាំងតូចទាំងធំហើយគាត់បែងចែកឪឡឹកហ្នឹងទៅជា3ប្រភេទមានអាធំមានអាលេខ1លេខ2ហើយនឹងលេខ3ណាបងប្អូនយើងចូលចិត្តជំរើសណាយើងទិញជំរើសហ្នឹងទៅតម្លៃមិនថ្លៃទេបងប្អូនតម្លៃសមរម្យពីព្រោះគាត់លក់ដូរនេះ
តម្លៃមិនថ្លៃសមមិនថ្លៃពេកទេអត់ថ្លៃទេតម្លៃសមរម្យយើងអាចហូបបានហើយអ្នកលមកក៏គាត់អាចយកមកទិញយកទៅលក់ទៅបានចំណេញអញ្ចឹងបងប្អូនធ្វើដំណើរចេញចូលនេះក៏ចូលទិញគាត់ហើយខ្ញុំឃើញគាត់លក់នៅទីនេះរយៈពេលតែ2ទៅ3ថ្ងៃអស់ហើយគាត់ក៏ទិញពីកសិករនឹងយកមកលក់ថែមទៀតមកព្រោះខែនេះមានអាឡឹកសម្បូរអាឡឹកលក់អញ្ចឹងបងប្អូននេះជាគំរូមួយល្អដែរសម្រាប់កសិករយើងឬក៏សម្រាប់ប្រជាជនអាជីវករយើងដែលគាត់ចង់លក់ដូរឯណាបងប្អូនគ្រាន់តែរកផ្លូវមួយដែលមានដំណើរចេញចូលអញ្ចឹងហើយទោះបីវាស្ងាត់ក៏ដោយកន្លែងនេះតាមធម្មតាគឺវាស្ងាត់ទេខ្ញុំធ្វើដំណើរចេញចូលទៅធ្វើការនៅទីនេះរាប់ឆ្នាំហើយកន្លែងហ្នឹងគឺវាស្ងាត់ទេប៉ុន្តែដោយសារមនុស្សចេញចូលច្រើនអញ្ចឹងពួកគាត់មករកកន្លែងលក់ដូរទៅដាក់កន្លែងលក់ប្រចាំការនៅហ្នឹងទៅគេចេញចូលច្រើនគេក៏ឃើញលមកលក់បន្លែលមកលក់ផ្លែឈើនឹងឃើញគេក៏ចូលទិញយកទៅលក់បន្តអញ្ចឹងទៅណាបងប្អូនអានេះវាជាគំរូមួយល្អសម្រាប់ប្រជាកសិករឬក៏សម្រាប់អាជីវករដែលគាត់ចង់បង្កមុខរបរលក់អាឡឹកឬក៏លក់ផ្លែឈើអីហ្នឹងជារបស់ខ្មែរហ្នឹងយើងអាចតាក់ទងជាមួយនឹងកសិករចងបណ្ដាញមួយគាត់ពេលដែលគាត់ដាំដុះបានយើងប្រមូលផលពីគាត់យកមកលក់នៅតាមទីតាំងប្រជុំជនណាបងប្អូនហើយទីតាំងប្រជុំជនដែលយើងអាចលក់ផលិតផលខ្មែរអញ្ចឹងបានបងប្អូននៅទីក្រុងភ្នំពេញមានផ្លូវច្រើនណាស់ផ្លូវទៅកាន់បុរីផ្លូវទៅកាន់ប្រជុំជនច្រើននៅខាងក្នុងក៏យើងអាចលក់ដូរបានយើងតាក់ទងម្ចាស់ដីនិងម្ចាស់ផ្ទះនឹងឲ្យគាត់ផ្ដល់ឱកាសឲ្យយើងបងបស៊ីទៅតាមនឹងទៅគាត់នឹងជួយសម្របសម្រួលឲ្យយើងលក់ដូរឲ្យបងប្អូនមិនខ្វះទេកន្លែងដែលយើងអាចបង្កើតលក់ផលិតផលយើងនៅតាមដងផ្លូវហ្នឹងបងប្អូនយើងអាចលក់ដូរបានអានេះយើងចេះតាក់ទងពួកគាត់ជាអាជ្ញាធរដែនដីឬយើងចេះតាក់ទងពួកគាត់ជាម្ចាស់ផ្ទះដែលគាត់មានមុខផ្ទះទំនេរហ្នឹងយើងអាចលក់ដូរសុំកន្លែងគាត់លក់ហើយនឹងយើងបងថ្លៃឲ្យគាត់ទៅតាមហ្នឹងទៅតាមការចរចាសម្របសម្រួលគ្នាអញ្ចឹងណាបងប្អូនណាយើងបង្កើតទីផ្សារមួយលក់ដូរផលិតផលរបស់ខ្មែររបស់កសិករយើងបានដែលខ្ញុំចង់ប្រាប់ថារបស់អស់ទាំងហ្នឹងគឺបងប្អូនត្រូវទៅរកកន្លែងប្រជុំជនលក់អាហ្នឹងលក់ដូចជាពួកគាត់អញ្ចឹងបាទបងប្អូនលក់ដាច់ហ្នឹងហើយអរគុណច្រើនបងប្អូននេះជាគួរបំគួរសូមអភ័យទោសផងណាបងប្អូនហើយបើបងប្អូនចាប់អារម្មណ៍ channel របស់ខ្ញុំសូមបងប្អូនជួយ subscribe channel របស់ខ្ញុំមួយផងបងប្អូនណាថ្ងៃក្រោយនឹងបានព័ត៌មានថ្មីមើលបន្តទៀតហើយក៏សូមអរគុណបងប្អូនប្រិយមិត្តទាំងអស់គ្នាដែលបានគាំទ្រ channel របស់ខ្ញុំហើយខ្ញុំនឹងមានព័ត៌មានផ្នែកលក់ដូរតាក់ទងនឹងការលក់ដូរតាក់ទងនឹងការធ្វើចំនួនលក់បន្លែការដាំដុះបន្លែណាបានថ្លៃហើយបន្លែណាមានតម្លៃថេរលក់ទៅធ្វើឲ្យបងប្អូនបានចំណេញហើយទៅលក់នៅទីណាដើម្បីជាកសិករហ្នឹងគាត់បានចំណេញមកប្រឈមមុខនឹងការខាតបង់អីហ្នឹងខ្ញុំនឹងបង្ហាញប្រាប់បងប្អូនតទៅទៀតនៅថ្ងៃក្រោយអរគុណច្រើនជម្រាបលាហ្នឹងហើយគាត់លក់នៅហ្នឹង